New Year ផ្ទុកយន្តហោះ USA Gerald R. Ford តម្លៃ$13,000 លានដែលជា New Year ចំបាំងទំនើបបំផុតរបស់អាមេរិកបានរងការខូចខាតធ្ងន់ធ្ងរជាងអ្វីដែលកងទ័ពជើងទឹកអាមេរិកធ្លាប់ប្រកាសបន្ទាប់ពីមានភ្លើងឆេះអំឡុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់នេះបើយោងទៅតាមវីដេអូថ្មីដែល CNN ទទួលបានកាលពីខែមីនាឆ្នាំ2026ខណៈដែល New Year Gerald R. Ford កំពុងចូលរួមប្រតិបត្តិការយោធារបស់អាមេរិកប្រឆាំងអ៊ីរ៉ង់កងទ័ពជើងទឹកអាមេរិកបានចេញសេចក្តីថ្លែងការណ៍ខ្លីបញ្ជាក់ថាមានភ្លើងឆេះបន្ទប់បោកខោអាវក្នុង New Year តែត្រូវបានគ្រប់គ្រងបានដោយមាននាវិក2នាក់រងរបួសតែមិនបានបំផ្លាញប្រតិបត្តិការរបស់ New Year នោះទេក៏ប៉ុន្តែវីដេអូថ្មីរបស់ CNN បង្ហាញរូបភាពខូចខាតធ្ងន់ធ្ងរជាងនោះឆ្ងាយក្រេគេងនៅក្នុងបន្ទប់រួមគ្នារបស់នាវិកត្រូវភ្លើងឆេះខ្ទេចស្ទើរតែទាំងស្រុងក្រេត្រូវភ្លើងដុតឡើងខ្មៅដៃរមួលខូចខាតខ្សែភ្លើងធ្លាក់ពីលើពីដានហើយផេះរាយប៉ាយពេញបន្ទប់គេងមានការអះអាងថាប្រព័ន្ធពន្លត់អគ្គិភ័យលើនាវាមិនដំណើរការទេនាវិកម្នាក់និងមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នេះបានប្រាប់ CNN ថាប្រព័ន្ធពន្លត់អគ្គិភ័យបរាជ័យទាំងស្រុងបង្ខំឲ្យនាវិកចូលពន្លត់ភ្លើងដោយខ្លួនឯងតាម CNN មាននាវិក600នាក់គ្មានកន្លែងគេងដោយសារតែការខូចខាតនេះភ្លើងឆេះនេះក៏បានប៉ះពាល់ទៅដល់សមត្ថភាពប្រតិបត្តិការរបស់នាវាផងដែរមេទ័ពជើងទឹកអាមេរិកលោក Daryl Cardle បាននិយាយកាលពីខែមេសាថា Gerald R. Ford ត្រូវចំណាយពេល2ថ្ងៃមុនអាចបញ្ជូនយន្តហោះចេញប្រតិបត្តិការវិញបានក្រោយមកនាវានេះត្រូវធ្វើដំណើរទៅកាន់កំពង់ផែ Suda Bay នៅប្រទេសក្រិចដើម្បីជួសជុលបាថមក្រៅពីបញ្ហាភ្លើងឆេះ CNN ក៏ទទួលបានវីដេអូមួយទៀតបង្ហាញបង្គន់លើនាវាត្រូវស្ទះជាច្រើនកន្លែងដោយនាវិកនិយាយថាពេលខ្លះអ្នកនៅផ្នែកខាងមុខនាវាត្រូវដើរទៅផ្នែកខាងក្រោយដើម្បីរកបង្គន់ប្រើ Gerald R. Ford ជានាវាផ្ទុកយន្តហោះថ្មីបំផុតនិងទំនើបបំផុតរបស់អាមេរិកដែលត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ2017និងមានតម្លៃ$13,000 លានក្នុងមួយគ្រឿងនាវានេះមានប្រព័ន្ធបញ្ជូនយន្តហោះអេឡិចត្រូម៉ាញេទិកដែលអាចបញ្ជូនយន្តហោះក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់ Gerald R. Ford គឺជាកម្លាំងដ៏សំខាន់របស់អាមេរិក CNN រាយការណ៍ថាយន្តហោះពីលើនាវានេះបានហោះចេញជាច្រើនលើកដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ប៉ុន្តែខណៈពេលដែលវាកំពុងវាយប្រហារពីលើសមុទ្រនាវាផ្ទុកយន្តហោះនេះក៏ស្ថិតនៅក្រោមការគំរាមកំហែងជាបន្តបន្ទាប់ពីមីស៊ីលនិងដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ផងដែរនាវិកម្នាក់បានប្រាប់ CNN ថានៅពេលមីស៊ីលឬក៏ដ្រូនអ៊ីរ៉ង់ចូលមកជិតនាវានេះនឹងបន្លឺសញ្ញាព្រមានឲ្យនាវិកត្រៀមខ្លួនជាមុនប៉ុន្តែនាវានេះបែរជារងគ្រោះធ្ងន់ពីភ្លើងឆេះនៅលើនាវារបស់ខ្លួនឯងទៅវិញខ្ញុំរស់សុធាពី News Today NTTV